boom hello សួស្តីអ្នកនរគ្នា Spooky today ខ្ញុំប្រាប់អ្នកនរគ្នាអំពី ability សត្វមួយចំនួននៅក្នុង Grow Garden Part 3 ហើយPart 3 នេះដែរយើងធ្វើការនិយាយអំពី Rare Egg ម្ដងហើយបើ Part 4ខ្ញុំនិយាយអំពី Legendary Platform និងនិយាយពី Mythic Egg ម្ដងតោះឥឡូវយើងកុំឲ្យខាតពេលស៊ីម៉ោងយើងចូលទៅនិយាយអ្នកនរគ្នាហើយខ្ញុំសូមប្រាប់អ្នកនរគ្នាថាសត្វនៅក្នុង Rare Egg ហ្នឹងវាដូចតែ uncommon ដែរទេវាស្តៀងតែគ្នាខុសតែនេះទេថាប្រយោជន៍វាអាមួយរៀងខ្លាំងមួយខ្សោយតោះចូលទៅដល់សត្វទី1មានឈ្មោះថាសត្វ Pig គឺជាសត្វជ្រូកហើយ ability របស់វារៀងរាល់ពេល2នាទីជ្រូកនឹងធ្វើការបញ្ចេញអ៊ូរ៉ាហើយវាបញ្ចេញអ៊ូរ៉ារយៈពេល15វិនាទីដែលអាចបង្កើនឱកាស2ដងសម្រាប់រុក្ខជាតិដែលនៅជិតខាងហើយនៅចម្ងាយ15ស្ទូបដើម្បីបង្កើតផ្លែឈើប្រភេទពិសេសហើយចូលមកដល់សត្វទី2គឺមានឈ្មោះថា Orange Tabby គឺជាឆ្មាពណ៌ទឹកក្រូចហើយ ability របស់វារៀងរាល់ពេល90វិនាទីវានឹងធ្វើការបញ្ចេញសមត្ថភាពវាដោយការដេកហើយនៅពេលដែលវាដេកហ្នឹងfruit នៅជុំវិញវងវាហ្នឹងវានឹងធ្វើការ grow លូតលាស់ 1.5% ហើយចូលមកសត្វទី3គឺសត្វ Deer សត្វក្តាន់ដដែលហ្នឹង ability របស់វាដូចតែខ្ញុំនិយាយនៅ uncommon អីដែរចឹងបាទអ្នកនរគ្នាមកថ្មីដឹងអីចាំខ្ញុំបញ្យល់ប្រាប់តែម្ដងability របស់ Deer ហ្នឹងនៅពេលដែលយើងប្រមូលផ្លែ berry វានឹងផ្ដល់ឱកាសយើង 5% យើងប្រមូលទៅផ្លែឈើហ្នឹងវានៅដែរចំណែកសត្វទី3គឺសត្វ Rooster Chicken គឺជាសត្វមាន់ហើយសត្វមាន់វានឹងផ្ដល់ 20% ឲ្យយើងក្នុងការ hack egg មានន័យថាវានឹងធ្វើការបន្ថែម speed ថែមល្បឿននៃការញ័រហ្នឹង 20% អញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ឲ្យអ្នកគ្នាឆាប់យល់ដូចប៉ងយើងម៉ានទីច្រឡំម៉ានទី1ម៉ោងអញ្ចឹងពេលយើងដាក់អាមាន់ហ្នឹងចូលទៅវាកាប់ថយ 20% នៅសល់តែនេះឯងសល់តែ40នាទីឯងត្រូវ40គាត់ខ្ញុំហ្នឹង40ត្រូវហ្នឹងអ្នកខ្ញុំគិតទៅមើលខ្ញុំអត់សូវយល់ដែរបញ្យល់រៀងវត្តខ្ញុំក៏អត់សូវយល់ដែរតែអ្នកនរគ្នាត្រូវដឹងថាអាមាន់ហ្នឹងវាផ្ដល់ឲ្យយើង 20% speed ក្នុងការពលឿនក្នុងការញាស់អិចតើឥឡូវចូលដល់សត្វទីម៉ានេះផ្លេចបាត់ឥឡូវទៅមកដល់សត្វទីម៉ាសត្វបន្ទាប់គឺជាសត្វឆ្មាច្រឡំសត្វស្វានៅពេលដែលយើងនៅពេលដែលយើងដាក់វាចូលហើយយើងមាន fruit ក្នុង stock យើងយកទៅលក់ទៅពេលយើងមកស្វាហ្នឹងយើងលក់ fruit ទៅ fruit ហ្នឹងវានឹងចូលកតាបយើងវិញតែវា random វាមិនចេះតែចូលពេលខ្លះចូលពេលខ្លះអត់អញ្ចឹងវីដេអូខាងនេះមានប៉ុណ្្នឹងឯងបាទអ្នកនរគ្នាមានចម្ងល់ឬឆ្ងល់កន្លែងណាអាច comment សួរខ្ញុំបានវីដេអូក្រោយខ្ញុំជិះប្រាប់អ្នកនរគ្នាទៀត